ឡើងនយោបាយឋានព្រមទាន់កម្រិតខ្លួននៅក្រសួងមហាផ្ទៃកំពុងតែធ្វើការខាត់បាននៅជនសង្ស័យអូបាយសម្បត្តិកិច្ចទៀតបងមកវាយវាយបងវាយអូកំពុងតែប៉ូលីសទៀតបងវាយមកហ៎បងបងវាយខ្ញុំមានតែកម្លាំងធ្វើការខាត់ខ្សែអត់ដឹងទេអត់ដឹងទៀតឈ្មោះអីអោណាឈ្មោះរតថាតេវហ៎ឈ្មោះរតកែវមកអីអាយុប៉ុណ្ណាបងប៉ុណ្ណាឆ្នាំមួយដែរអូនខ្ញុំឈ្មោះអត់បងញ៉ាំដឹងអីបងយូរមកណៃខ្ញុំអាយុ22ឆ្នាំបងញ៉ាំដឹងអីបងអត់ដឹងរឿងអីទេញ៉ាំដឹងអីបងមិនបានលីកខាត់មានដឹងខ្លួនអត់ញ៉ាំដឹងបងអត់ដឹងទេបាទខ្ញុំតែបលីកខាត់រឿងអីហ៊ាននិយាយបាទខ្ញុំហ៊ាននិយាយបងឆក់ខាត់អីឆក់ជាទូទៅជនសង្ស័យនេះជាមុខសញ្ញាចាស់ឬក៏ជាមុខសញ្ញាឥឡូវហ្នឹងទេយើងតាមវាពីពេលលើកហើយបាទដេញមកឆ្ងាយដែរដេញមកពីតាំងពីកម្ពុជាក្រមមកបាទជនសង្ស័យមានគ្នាប្រហែលអ្នកដែរបង3នាក់បាទ3នាក់តពីរឿងក្នុងករណីអីដែរបងមុខសញ្ញាគោះឲ្យកាច់បាទកាច់កងចាំបាទឥឡូវបញ្ជូនជនសង្ស័យទៅណាវិញដែរលោកយុខាងព្រមទាន់កិច្ចក្នុងការយើងចូលខាត់វាទាញដបងវាយខ្ញុំនេះអូទាញដបងវាយហ្មងបាទតែមួយនេះជាមុខសញ្ញាអីបងកាច់កបាទសកម្មមកបងមូលហេតុអីបានយកដបងកន្លោះទៅវាយកម្លាំងមកកិច្ចមកដកវត្តចោលទេបងមកដកវត្តចោលមិនបានទៅវាយបលីទេបានវាយភ័យពេកដល់ពេលគេចាំបានអត់ដឹងទេអាមានហ្នឹងគេហៅថាអាប៉ែនហ្នឹងណាវាយតដៃទៅលើកម្លាំងមកកិច្ចបាទនេះបងប្អូននេះបាទនេះតដៃវាយសមាជិកបងប្អូនណាមិនធម្មតាទេមុខសញ្ញាលួចគោះផ្ទះកាច់កម៉ូតូបាទហើយឆក់បាទយ៉ាងសកម្មខាត់ខ្លួនបាន3នាក់ដោយលោកនាយកឧត្តមសេនីយ៍ត្រីបាទពុតវណ្ណរតដែលជាកម្លាំងនាយកដ្ឋានព្រំទាន់កម្រិតធ្ងន់នៃក្រសួងមហាផ្ទៃបាទធ្វើការខាត់បាននៅជនសង្ស័យចំនួន3នាក់ពាក់ព័ន្ធនឹងករណីឆក់កាច់កម៉ូតូបាទនៅតាមភូមិសាស្ត្ររាជធានីភ្នំពេញឥឡូវកំពុងតែយកម៉ូតូជនសង្ស័យខាងលើនេះយកទៅនាយកដ្ឋានដើម្បីធ្វើការបន្តតាមច្បាប់សាហារ៉ាគ្រប់នឹងជម្រាបសួរប្រិយមិត្តទស្សនិកជនដែលនិយមតាមដានរកការផ្សាយរបស់អង្គភាព KA News ផងដែរឥឡូវនេះជនសង្ស័យដែលសង្ស័យថាជាករណីកាច់កម៉ូតូបាទលួចម៉ូតូហ្នឹងត្រូវបានកម្លាំងនាយកដ្ឋានព្រំទាន់កម្រិតធ្ងន់ដឹកនាំដោយឧត្តមសេនីយ៍ត្រីបុត្រវណ្ណរតធ្វើការស្រាវជ្រាវធ្វើការបតាមនឹងល្បាតឃើញក៏ដេញប្រតាប់ចាប់ប្រទិញឈ្មោះអីដែរអូនខ្ញុំឈ្មោះអត់បងញ៉ាំដឹងអីបងយូរមកណៃខ្ញុំអាយុ22ឆ្នាំបងញ៉ាំដឹងអីបងអត់ដឹងរឿងអីទេញ៉ាំដឹងអីបងមិនបានលីកខាត់មានដឹងខ្លួនអត់ញ៉ាំដឹងបងអត់ដឹងទេបាទខ្ញុំតែបលីកខាត់រឿងអីទេហ៊ាននិយាយបាទខ្ញុំហ៊ាននិយាយបងខ្ញុំអាងបងញ៉ាំដឹងអីទេញ៉ាំដឹងអីតិចបងបាទវិញកំពុងធ្វើអីមិញខ្ញុំមកជីលេងបងជីលេងបាទជីលេងបាទជីលេងបងជីលេងខ្ញុំជីលេងកម្លាំងខាត់ដល់បាទបងតែយើងដឹងរឿងអីទេអត់ដឹងបើសិនជាគេឆែកកាមេរ៉ាបាត់វាទៅឃើញមិនហ៊ានស៊ីហ៊ានសងអត់ស៊ីសងបងហ៊ានរបស់ខ្ញុំកុំបាទបងហ៊ានខ្ញុំហ៊ានបាទកូនបាទប្រិយមិត្តម្នាក់ទៀតហើយដែលត្រូវបានកម្លាំងនាយកដ្ឋានព្រមទាន់កម្រិតធ្ងន់បាទឈ្មោះអីមកអីអាយុប៉ុណ្ណាបងប៉ុណ្ណាឆ្នាំបាទមានតែកម្លាំងធ្វើការខាត់ខ្សែអត់ដឹងទេអត់ដឹងទៀតឈ្មោះអីអោណាឈ្មោះរតថាតេវហ៎ឈ្មោះរតកែវបងយកតាណាវិញបងយកតាណាវិញកែស្នងការបងបាទឥឡូវយើងជួបប្រធានការឡៃបងប្អូនបងសុំសួរតិចមកបងសង្ស័យទាំងពីរនាក់នេះយើងខាត់ក្នុងករណីដែរបងសង្ស័យករណីឆក់បាទមិនកាច់កណាឆក់ករណីឆក់យូរដែរជាទូទៅជនសង្ស័យនេះជាមុខសញ្ញាចាស់ឬក៏ជាមុខសញ្ញាឥឡូវហ្នឹងទេយើងតាមវាពីពេលលើកហើយបាទពីពេលលើកហើយបាទតែលើកនេះយើងខាត់ឃើញខាត់យកហ្មងបាទឥឡូវបញ្ជូនទៅណាវិញដែរជូនទៅអគ្គស្នងការនគរបាលជាតិដឹកនាំដោយលោកនាយកណាដែរលោកនាយកពុទ្ធបានរត់បាទអរគុណអរមានឲ្យឈ្មោះអីហ៎អូបាយសម្បត្តិកិច្ចទៀតបងមកវាយមានដបងវាយមកកិច្ចអូនហើយកន្លងមកធ្វើសកម្មភាពបានមកនេះអូនអូកំពុងឲ្យប៉ូលីសទៀតវាយមកហ៎បងដបងវាវាយខ្ញុំណាបាទអូនកន្លងមកយកម៉ូតូបានបានគ្រឿងហើយបាទយកម៉ូតូបានគ្រឿងហើយបានទេបងបានទេចោះម៉ូតូដែលយកទៅជ្រួយច្បាស់កដាពីបណ្ដឹងហ្នឹងណាយកនៅណាដឹងទេបងអត់ដឹងទេខ្ញុំដឹងទេបងអត់ដឹងទេបង
ដល់ពេលគេចាប់បានអត់ដឹងទេអាមានហ្នឹងគេហៅថាប៉ែនហ្នឹងណាវាយតដៃទៅលើកម្លាំងសមត្ថកិច្ចនេះបងប្អូននេះនេះតដៃវាយសមត្ថកិច្ចបងប្អូនណាមិនធម្មតាទេបងប្អូនបាទគឺកម្លាំងសមត្ថកិច្ចគាត់ធ្វើកម្មឥឡូវជុំចូលទៅចាប់មិនបានវាវាយដងមកវាយយើងចូលខត់វាទាញដបងវាយខ្ញុំនេះ អូទាញដបងវាយហ្មងបាទនេះមួយនេះ នឹងជាមកសញ្ញាអីបងកាច់កបាទសកម្មមកសកម្មអូបើតាមដំណឹងបងថាកាច់កនៅណាច្រើនគេបងកាច់កនៅម្ដុំតឹងជ័យមានជ្រុយវ៉ាបងមានទៀតអូនេះគ្រប់កន្លែងបងនេះអូពេញជនសង្ស័យឥឡូវនេះយើងខាត់បានម៉ានេះខាត់បានទាំងអស់3នាក់ហើយ3នាក់ដឹកនាំដោយលោកនាយកណាដែរបងលោកឧត្តមត្រីបុតបានវត្តឥឡូវនេះកំពុងជូនសង្ស័យទាំង3នាក់យកទៅណាបងអគ្គស្នងការយកតាមបន្តអរគុណបងអរគុណបាទអូបងដល់ពេលជនសង្ស័យហ្នឹងបងលើផ្លូវគេមុតដឹកនាំដោយនេះទេបងបុតបានរត់ធ្វើការខាត់ខ្លួនតាមមុខសញ្ញាកាច់កក៏ដូចជាឆក់យ៉ាងសកម្មនៅកាច់កគ្រប់ជំរាបសួរបាទបងអាដាមសេរីត្រីលោកធ្វើការខាត់មិញបានប្រមាណនេះហើយយើងធ្វើការបដិញតាំងពីណាមកណាបងយើងដេញមកឆ្ងាយដែរដេញមកពីតាំងពីកម្ពុជាក្រមមកបាទជនសង្ស័យមានគ្នាប្រមាណនេះដែរបងបាទ3នាក់បាទ3នាក់តពីរឿងក្នុងករណីអីដែរបងបាទក្នុងករណីដែរមកកញ្ញាគោះឲ្យកាច់បាទកាច់កកម្មបាទឥឡូវបញ្ជូនជនសង្ស័យទៅណាវិញដែរលោកយុខាងព្រមតាន់អគ្គស្នងការបាទជាតិបាទអរគុណដល់ក្តីគោរពប្រិមជនបានស្ដាប់ហើយកម្លាំងនយោបាយកដ្ឋានព្រមតាន់កម្រិតធ្ងន់នៃក្រសួងមហាផ្ទៃដឹកនាំដោយអាដាមសេរីត្រីបុត្របានរតដែលគាត់ស្រាវជ្រាវនិងគាត់បាននៅជនសង្ស័យដែលធ្វើសកម្មភាពលួចឆក់កាច់កម៉ូតូយ៉ាងសកម្មដែលជាមុខសញ្ញាចាស់នេះឥឡូវនេះត្រូវបានកម្លាំងនយោបាយកដ្ឋានព្រមតាន់កម្រិតធ្ងន់ដឹកនាំដោយអាដាមសេរីត្រីបុត្របានរតបានធ្វើការខាត់ខ្លួនហើយបញ្ជូនជនសង្ស័យទាំង3នាក់នេះយកទៅនយោបាយកដ្ឋានព្រមតាន់ដើម្បីធ្វើការទៅតាមទេច្បាប់ហើយឥឡូវនេះសមាជិកលោកខាត់បានហើយនៅត្រង់ចំណុចផ្លូវព្រះមនីរ៉េតដែលស្ថិតនៅក្នុងសង្កាត់បាទសារ៉ាំកោបាទខាន់ទូកោផងដែរនេះគ្រាន់តែជាព័ត៌មានបឋមមួយទេដែលយើងទទួលបានពីកម្លាំងសមាជិកអូនឯងឈ្មោះអីប្រកាសអាសាហាបងសេហាបងឯងមើលមើលសេហាហៅអាមានហ្នឹងហ៎ហៅអីឈ្មោះច្រើនហៅមកបងធ្វើទៅចំមូលហេតុអីបានយកដបងកន្លោះទៅវាយកម្លាំងសមាជិកមកដកវត្តចោលទេបងមកដកវត្តចោលមិនបានទៅវាយបលីទេបានវាយភ័យពេកហ៎មិនបានវាយទេបងភ័យពេកវាយបលីបើហើយអូននេះបាទគឺជនសង្ស័យម្នាក់នេះហើយបានបាទមុខសញ្ញាលួចគោះផ្ទះកាច់កម៉ូតូបាទហើយឆក់បាទយ៉ាងសកម្មខាត់ខ្លួនបាន3នាក់ដោយលោកនាយកអាដាមសេរីត្រីបាទបុត្របានរតដែលជាកម្លាំងនយោបាយកដ្ឋានព្រមតាន់កម្រិតធ្ងន់នៃក្រសួងមហាផ្ទៃបាទធ្វើការខាត់បាននៅជនសង្ស័យចំនួន3នាក់ពាក់ព័ន្ធនឹងករណីឆក់កាច់កម៉ូតូបាទនៅតាមភូមិសាស្ត្ររាជធានីភ្នំពេញឥឡូវកំពុងតែយកម៉ូតូជនសង្ស័យខាងលើនេះយកទៅនយោបាយកដ្ឋានដើម្បីធ្វើការបន្តតាមច្បាប់